just you need some gas on. ចង់មានប្រមាណខ្ពស់មានលទ្ធភាពខ្ពស់នៅការបើកឡានគឺក៏ចង់ប្រើសមត្ថភាពនៅការបើកឡានលើផ្លូវលំខ្លាំងៗមែនទែនមួយនេះទេមែនទែននិយាយពីឡាននេះខាងក្នុងទលាយច្រើនមែនទែនទលាយធំហើយជីស្រួលជីមែនទែនដោយសារប្រព័ន្ធបូមវាជាប្រព័ន្ធបូម adaptive sensor អញ្ចឹងការជីអីហ្នឹងវា smooth ល្អចំពោះប្រព័ន្ធបូមហ្នឹងគឺវាកែប្រែទៅតាមស្ថានភាពផ្លូវដែលយើងជិះហើយវាដោយសារការប្រើភ្លើងអញ្ចឹង reaction របស់វាលឿនមែនទែនគឺថាយើងជិះផ្លូវរាបទៅតម្លាក់ផ្លូវកលុកផ្លូវអីវាដូរឲ្យភ្លាមហ្មងប្រព័ន្ធវា automatic ហ្មងហើយខាងក្នុងនេះនិយាយពីឡានចំនួនថ្មីគឺទំនើបខ្លាំងអ្វីដូចជា digital អស់ហើយសូម្បីតែអេក្រង់ខាងមុខក៏ digital ដែរហើយជាពិសេសគ្រឿងការប្រើប្រាស់ដូចជាកន្លែងនេះខ្ញុំដាក់ទូរស័ព្ទគឺបើយើងជិះស្ថានភាពផ្លូវលំបាកយ៉ាងម៉េចទូរស័ព្ទយើងក៏អត់ខ្ទាតទៅណាដែរហើយចំពោះស្ថានភាពនៅការមើលអីគឺច្បាស់ជាពិសេសគឺកញ្ចក់ជាហៀងនេះមានកញ្ចក់ lens ទូចមួយទៀតហើយយើងមើលឃើញខាងក្រោយកាន់តែច្បាស់ហើយជិះនេះគឺស្រួលបើកមែនទែននៅការ control ជិះទៅអត់ទៅបារម្ភរឿងផ្លូវស្ថានភាពផ្លូវយ៉ាងម៉េចទេជិះស្រួលអ្វីផ្សេងដូចឡានទំនើបទូទៅមិនចាប់អារម្មណ៍ជាឡាន pick up ហើយ design ស្អាតពណ៌ខ្មៅកាត់ជាមួយពណ៌ក្រហមស៊ីគ្នាមែនទែនហើយអេក្រង់អីធំច្រើនចំពោះ function ទាំងអស់មានឲ្យប្រើច្រើនណាស់ប៉ុន្តែថ្ងៃនេះខ្ញុំមកតេស្តហ្នឹងគឺយើងអាចតេស្តរឿង performance របស់ឡានហើយនឹងក៏ជា performance របស់ឧបករណ៍ដែលគេបំពាក់មកឲ្យហ្នឹងថាមានអីដែលល្អខ្លាំងព្រោះឡាននេះទំចូលមកទេអានេះយើងបានមកសាកដំបូងគេអញ្ចឹងអត់ទាន់ដឹងប្រសិទ្ធភាពពីច្បាស់តិចថ្ងៃនេះយើងទៅសាកជាមួយគ្នាឲ្យដឹងថាប្រសិទ្ធភាពយ៉ាងម៉េចដែរហើយចំពោះឡានមួយនេះអានេះគឺឡានស៊េរីថ្មីម៉ាស៊ីនក៏ថ្មីដែរម៉ាស៊ីនស៊េរីថ្មីគឺម៉ាស៊ីន3.0 inline 6ម៉ាស៊ីនប៉ុន្តែម៉ាស៊ីន turbo ហើយផលិតកម្លាំងបានច្រើនមែនទែនម៉ាស៊ីនស៊េរីនេះស៊េរីថ្មី540សេសប៉ុន្តែຂະຫນាតម៉ាស៊ីនត្រឹមតែ 3.0 ទេព្រោះអញ្ចឹងគឺប្រសិទ្ធភាពនៅក្នុងម៉ាស៊ីនគឺយក horsepower ចេញមកឲ្យបានច្រើនមែនទែន output ច្រើនមែនទែនសម្រាប់ឡាននេះហើយម៉ាស៊ីនតូចកម្លាំងច្រើនហ្នឹងគឺអ្វីដែលចំណេញគឺចំណេញរឿងទម្ងន់ស្រាលជាងហើយការស៊ីសាំងក៏តិចជាងម៉ាស៊ីនធំដែរហើយអ្វីដែលវាទំនើបហ្នឹងគឺបច្ចេកវិទ្យាវាធ្វើឲ្យឡានម៉ាស៊ីនតូចមែនប៉ុន្តែកម្លាំងបានច្រើនជាងឡានម៉ាស៊ីនធំទៀតឥឡូវយើងមកមើល function មួយរបស់អានេះគឺ HO Drive Mode នេះគេមាន function ឲ្យយើងរើសច្រើនមែនតើមាន Sport Mode មាន Throw មាន Snow មាន Auto ខាងនេះមាន Custom បានទៀតមាន Matte នេះគឺខាង Off Road មាន rock ថ្មបាចានេះសាហាវហ្មងយើងឃើញគឺអេក្រង់ទាំងអស់ជា touch screen ទាំងអស់វានឹងផ្លាស់ប្ដូរតួនាទីរបស់ឡានឲ្យស៊ីជាមួយដែលយើងត្រូវការបើកហ្នឹងហើយ mode ពិសេសរបស់មួយនេះទៀតគឺយើងមាន line control នៅកន្លែងនេះហើយយើងបើកអេក្រង់មកកន្លែង race option មានកន្លែងឲ្យយើងចុចactivate line controlអូខេក្រោយពីខ្ញុំបានសាកល្បងជាមួយ RAM RHO ខ្ញុំលើកឧទាហរណ៍ដូចជាយើងយកឡានប៉ាណាំង Rally មកធ្វើជាឡានជិះលើរាល់ថ្ងៃហើយអ្វីដែលឡានមួយនេះខ្លាំងគឺប្រព័ន្ធជើងក្រោមតែម្ដងបំពាក់ជាមួយម៉ាស៊ីន540សេសជាមួយជើងក្រោម adaptive sensor ហ្នឹងគឺធ្វើការជាមួយគ្នាខ្លាំងមែនទែនហើយអ្វីដែលគួរកាត់សម្គាល់គឺឡានមួយនេះមិនមែនធ្វើមកឲ្យយើងបើកសบายបើកស្រួលទេប៉ុន្តែធ្វើមកឲ្យស្រួលបើកក្នុងផ្លូវដែលពិបាកបើកដែលឡានទូទៅមិនអាចធ្វើបានខ្ញុំឆ្លងកាត់
ក្លុកធំក្លុកជ្រៅភាពណែននៅឡានគឺល្អមែនតើសម្រាប់អ្នកដែលចង់មាន performance ខ្ពស់មានលទ្ធភាពខ្ពស់នៅការបើកឡានគឺក៏ចង់ប្រើសមត្ថភាពនៅការបើកឡានលើផ្លូវលំខ្លាំងៗមែនតើមួយនេះទេមែនតើបាទសូមអរគុណសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកកាន់ Range Truck Cambodia